រូបមន្តធ្វើ scrub cut massage នៅលើដងខ្លួនរបស់យើងបងប្អូនបងប្អូននឹងមកមើលពីរបៀបធ្វើនិងគ្រឿងផ្សំរបស់យើងទាំងអស់គ្នាគ្រឿងផ្សំរបស់យើងមានអំពិលទុំកន្លះគីឡូផ្លែក្រូចសើចប្រហែលជា10ផ្លែនិងមើមប៉ូលី1គីឡូនិងក្បាលរមៀត3-4មើមទៅបងប្អូនអំពិលទុំរបស់យើងដាក់5វិទុកចោលបន្តិចទៅបងប្អូនសម្រាប់តែយើងចាត់គ្រឿងផ្សំរបស់យើងផ្សេងទៀតរួចហើយអំពិលទុំរបស់យើងគឺបានរីកល្អហើយបងប្អូនកុំភ្លេចបងប្អូនយើងមានស្រាសចំនួន1លីត្រទៀតហើយស្រាសនេះយើងយកស្រាដែលសុទ្ធល្អណាបងប្អូនបើសិនជាអាចបងប្អូនអាចរកទិញនៅកន្លែងដែលគេផលិតស្រាផ្ទាល់បងប្អូនដើម្បីយើងបានរបស់សុទ្ធយកមកប្រើបើយើងប្រើរបស់ដែលមានជាតិអាល់កុលខ្ពស់និងគេលាយមេច្រើនវាអាចធ្វើឲ្យប៉ះពាល់ដល់ស្បែករបស់យើងធ្វើស្បែករបស់យើងមានបញ្ហារោទរលាកឥឡូវយើងមកចាត់គ្រឿងផ្សំរបស់យើងទាំងអស់គ្នាចាត់មើមប៉ូលីនិងមើមរមៀតរបស់យើងឲ្យល្អិតទៅបងប្អូនជាពិសេសគឺផ្លែក្រូចសើចយើងត្រូវតែចាត់វាឲ្យល្អិតទៅជាងគេព្រោះផ្លែក្រូចសើចវាស្វិតវាអត់ងាយកិនទេបងប្អូនយើងហាន់វាឲ្យល្អិតទៅដើម្បីយើងជួយដល់ម៉ាស៊ីនរបស់យើងម៉ាស៊ីនក្លុករបស់យើងបើយើងហាន់វាធំពេកគឺក្លុកអត់បានម៉ាត់ល្អទេបងប្អូនហើយស្កាប់មួយប្រភេទនេះគឺពិសេសខ្លាំងណាស់បងប្អូនសម្រាប់បងប្អូនដែលសរសៃខ្ចីដែលកូនខ្ចីបងប្អូនប្រើស្ក្រាប់នេះគឺល្អមែនតើបងប្អូនជួយកម្ដៅដល់សាច់របស់យើងពេលដែលយើងស្រាប់ទៅងុំណាបងប្អូនវាងុំនៅលើស្បែករបស់យើងធ្វើឲ្យសាច់របស់យើងស្អាតតាមបែបធម្មជាតិហើយមិនត្រឹមតែប្រើបានតែអ្នកសរសៃខ្ចីទេអ្នកអត់សរសៃខ្ចីក៏អាចប្រើបានដែរបងប្អូនគឺល្អប្រើដូចគ្នាគឺយើងបានហាន់គ្រឿងផ្សំរបស់យើងរួចរាល់ហើយអស់គ្រឿងផ្សំរបស់យើងហ្នឹងទៅដាក់កិនទៅបងប្អូនយើងមានជាម៉ាស៊ីនក្លុកមួយយើងយកមកកិនមកហើយយើងកិនវាផ្សេងគ្នាណាបងប្អូនពេលដែលយើងកិនយើងលាយជាមួយនឹងស្រាសរបស់យើងទៅយើងចាក់វាឲ្យរាវល្មមទៅដើម្បីងាយស្រួលក្នុងការក្លុកវាឆាប់ម៉ត់ល្អហើយម៉ាស៊ីនរបស់យើងវាកិនធូរវាអត់តឹងម៉ាស៊ីនណាបងប្អូនតើពេលយើងបានកិនគ្រឿងផ្សំរបស់យើងរួចរាល់ហើយយើងចាក់វាចូលគ្នាហើយយើងកូរវាបន្តិចទៅបងប្អូនបន្ទាប់មកយើងមកច្របាច់អំពិលទុំរបស់យើងម្ដងយើងច្របាច់យកតែទឹកអំពិលទៅបងប្អូនជំងាយស្រួលក្នុងការស្ក្រាបកុំឲ្យវាដុំនៅកន្លែងច្របាច់អំពិលទុំនេះខ្ញុំសុំប្រើដៃឲ្យបងប្អូនហើយព្រោះងាយស្រួលក្នុងការច្របាច់ក្របវាអញ្ចឹងណាព្រោះយើងពាក់ស្រោមដៃទៅវារៀងពិបាកតែយើងប្រើដៃទៅមើលទៅវារៀងអៀចបន្តិចបងប្អូនប៉ុន្តែងាយស្រួលធ្វើយើងច្របាច់បានល្អយើងច្របាច់យកក្របវាបានល្អបន្ទាប់ពីយើងច្របាច់អំពិលទុំរបស់យើងរួចហើយយើងចាក់ល្បាយរបស់យើងចូលគ្នាទាំងអស់ទៅបងប្អូនហើយយើងកូរវិតវាបន្តិចទៅឲ្យវាសព្វគ្នាតមកយើងយកល្បាយរបស់យើងហ្នឹងយកទៅដាក់កិនម្ដងទៀតណាបងប្អូនយើងកូររួចហើយយើងកិនសាជាថ្មីដើម្បីឲ្យល្បាយរបស់យើងឲ្យស្ក្រាប់របស់យើងហ្នឹងវាចូលគ្នាបានល្អណាបងប្អូនហើយវារៀងម៉ត់ជាងមុនបន្តិចហើយស្ក្រាប់របស់យើងត្រូវតែលាយវាឲ្យប៉ិចបងដាក់វាឲ្យរាវពេកដាក់ឲ្យប៉ិចដូចខ្ញុំចេះមកពេលដែលយើងយកទៅប្រើឬយកទៅស្ក្រាប់វាងាយស្រួលកុំឲ្យវាធ្លាក់វាកពុបវាអីចឹងណាបងប្អូនយើងស្រួលក្នុងការស្ក្រាប់ឥឡូវស្ក្រាប់របស់យើងធ្វើហើយរួចរាល់ហើយបងប្អូនយើងដុសចាក់ដាក់ក្នុងកូនកែវអីមួយទៅដើម្បីងាយស្រួលពេលដែលយើងប្រើប្រាស់ហើយស្រួលក្នុងការរក្សាទុកហើយស្ក្រាប់មួយប្រភេទនេះគឺយើងរក្សាទុកបានរយៈពេលដល់1ឆ្នាំណាបងប្អូនវាអត់ខូចទេយើងទុកកាន់តែយូរស្ក្រាប់របស់យើងកាន់តែមានប្រសិទ្ធភាពយើងរក្សាទុកដោយមិនចាំបាច់ដាក់រក្សានៅក្នុងទូទឹកកកក៏បានដែរបងប្អូនយើងដាក់នៅក្រៅធម្មតាបានតោះបងប្អូនចាំកាលទៀតស្កាត់ធ្វើហើយមកហាត់ស្បែកទាំងអស់គ្នាបងប្អូនដើម្បីបានស្អាតទាំងអស់គ្នាហើយស្ក្រាប់របស់យើងពេលដែលយើងលាបម៉ាសានៅលើដងខ្លួនរបស់យើងទៅស្ក្រាប់ហើយលាងទឹកចេញទៅបងប្អូនហើយមានអារម្មណ៍ថាស្បែករបស់យើងទន់បងប្អូនចាត់ទម្រាំតែយើងប្រើជាប្រចាំថ្ងៃទៀតបងប្អូនហើយរបៀបប្រើបងប្អូនអាចស្ក្រាប់ជាប្រចាំថ្ងៃបានបងប្អូនយើងប្រើបានជារៀងរាល់ថ្ងៃហ្មងបងប្អូនយើងប្រើដោយទំនុកចិត្តប្រើដោយភាពជឿជាក់ព្រោះរូបមន្តនេះយើងធ្វើដោយខ្លួនឯងហើយរូបមន្តតាមបែបបុរាណខ្មែរយើងណាបងប្អូនប្រើដោយមិនភ័យខ្លាចប៉ះពាល់ដល់សុខភាពស្បែករបស់យើងនៅថ្ងៃក្រោយ